យុវជនម្នាក់ឲ្យដល់ពេលយកក្រចករបស់គេតែងតែដុសលូតលាស់យ៉ាងលឿនទោះកាត់ប៉ុន្មានដងក៏ដោយថ្ងៃបន្ទាប់វានឹងដុសមកវិញដើម្បីដឹងពីភាពចម្លែកនេះគាត់បានកិនក្រចកដែលកាត់រួចនោះឲ្យទៅជាម្សៅហើយក៏បាច់វាចូលទៅក្នុងស្រះចិញ្ចឹមបង្គារបស់ខ្លួនដល់ថ្ងៃបន្ទាប់កូនបង្គាក្នុងស្រះទាំងអស់បានធំក្លាយជាបង្គាធំទម្ងន់2.5 គីឡូក្រចករបស់ខ្លួនអាចជួយបំពន់បង្គាបានតែគាត់មិនហ៊ានប្រាប់នរណាម្នាក់ឡើយផ្ទុយទៅវិញគាត់បានលួចប្រើសមត្ថភាពនេះរាល់ថ្ងៃដើម្បីបំពន់បង្គាត្រឹម1ឆ្នាំគាត់ចំណេញបាន3 សូនលៀនប៉ុន្តែប្រាក់ចំណេញនេះបានធ្វើឲ្យឈ្មួញកណ្ដាលមិនពេញចិត្តពេលដែលយុវជនយើងរៀបនឹងចាប់បង្គាលក់ពួកគេក៏បានទម្លាក់ថ្លៃពី24យន់មកត្រឹម12យន់ក្នុងមួយចិនថៅកែចៅយ៉ាវធ្វើបែបនេះមិនចង់ឲ្យខ្ញុំធ្វើជាកូនឈ្នួលរបស់លោកទេស្ដាប់មិនបានអីចឹងអីឯងជាក្មេងទៅត្រឡប់មកភូមិវិញគ្មានខ្សែគ្មានទីផ្សារបង្គាចិញ្ចឹមបានហើយត្រូវតែមានអ្នកជួយលក់ធ្វើការជាមួយយើងយ៉ាងហោចណាស់ក៏មិនដាច់ពស់ស្លាប់ដែរ5000ក៏បានថ្ងៃស្អែកយើងមិនបញ្ជូនឡានសន្លឹងឯងទេបង្គាពេលចាប់ហើយទុកមិនបានយូរទេកាលណាសេតនភាពឡើងកម្ដៅគុណភាពយន់សំបីតែ6យន់ក៏គ្មានអ្នកទិញដែរអ្វីដែលគាត់និយាយគឺជាការពិតបង្គារੂខ្លាចបំផុតគឺការទុកយូរមួយថ្ងៃហើយខ្ញុំបានបណ្ដាក់ទុនអស់ពីខ្លួនមានតែខាំមាត់អង្ក្បាលទទួលយកប៉ុន្តែគេគិតខុសមួយចំណុចខ្ញុំធ្លាប់ធ្វើការនៅស្ថានវារីវកម្មធំនៅក្រៅស្រុកអស់3ឆ្នាំមិនមែនអត់ប្រយោជន៍ទេខ្ញុំធ្លាប់ឃើញកសិករជាច្រើនត្រូវឈ្មួញកណ្ដាលអ្នកខ្លះមិនទុំយ៉ាងទីបំផុតត្រូវគេឆក់យកកូនបង្គាផ្ដាច់បណ្ដាញឡានទឹកកករហូតដល់បាត់បង់អ្វីថ្ងៃដំបូងដែលត្រឡប់មកភូមិវិញខ្ញុំប្រាប់ខ្លួនឯងថាការចិញ្ចឹមអាចចាប់ផ្ដើមពីទីផ្សារដាច់ខាតមិនអាចពឹងផ្អែកលើមនុស្សតែម្នាក់ឡើយកន្លះខែមុនខ្ញុំបានយកគំរូបង្គាទៅទីក្រុងដើម្បីពិនិត្យហើយក៏បានជួបបងវ៉ាងវងអ្នកចាត់ការផ្នែកទិញរបស់ផ្សារគ្រឿងសមុទ្រធំបំផុតគាត់បានឃើញបង្គានឹងទិន្នន័យត្រួតពិនិត្យរួចក៏ឲ្យនាមបានមកខ្ញុំភ្លាមខ្ញុំមិនប្រញាប់យកព្រមទេតែនាមបាននោះខ្ញុំទុកយ៉ាងជ្រៅក្នុងថតតូហើយរបាយការណ៍ត្រួតពិនិត្យក៏ព្រិនចេញជា3ច្បាប់ខ្ញុំថែមទាំងបានតាក់ទងក្រុមហ៊ុនឡានទឹកកកជាមុននឹងបានទុកឡានទឹកកកប្រវែង 4.2 ម៉ែត្រមួយគ្រឿងទៀតផងពេលនេះផែនការបំរុងរបស់ខ្ញុំត្រូវយកមកប្រហើខ្ញុំចៅជីនហ្វូថាមុនមេឃភ្លឺខ្ញុំនឹងឲ្យចម្លើយច្បាស់លាស់ដាក់ទូរស័ព្ទចុះខ្ញុំក៏រៀបរាប់នាមបានតែបងវ៉ាងទូរស័ព្ទរត់យូរគួរសំទើបមានអ្នកលើកបងវ៉ាងស្ងាត់បន្តិចរួចសួរថាគូឯងនិយាយទៅរើគ្នាជាមួយឈ្មោះក្នុងភូមិមិនបានមែនទេគេទម្លាក់ថ្លៃពាក់កណ្ដាលក៏បងវ៉ាងដូចជាទីដឹងមុនគាត់មិននិយាយអ្វីមួយសន្ទុះទៅហាប់មាត់ជារបាយការណ៍ត្រួតពិនិត្យរបស់ឯងនៅទេនៅរបស់ថ្មីបំផុតក៏មានដែរអញ្ចឹងថ្ងៃស្អែកឯងដឹកមកចុះខ្ញុំសុំមើលអីវ៉ាន់សិនបើអីវ៉ាន់មិនអីទេខ្ញុំនឹងជួយចាត់ចែងឯកត្រឹមមួយឃ្លានេះគឺគ្រប់គ្រាន់ហើយខ្ញុំប្រញាប់តាក់ទងតែកងឡានទឹកកកភ្លាមឲ្យគេដល់រោងបង្គាមុនមេឃភ្លឺហើយខ្ញុំថែមទាំងបានរកកម្មករ4នាក់ពីទីប្រជុំជនដែលថ្លៃឈ្នួលថ្លៃជាងពួកគេមកតាន់ពេលហើយមិនខ្លាចចៅជីនហ្វូឡើយយប់នោះខ្ញុំក៏បារម្ភខ្លាចបងវ៉ាងបដូរចិត្តកណ្ដាលទីដែរតែខ្ញុំដឹងច្បាស់ខ្ញុំអន់ក្បាលនៅយប់នេះថ្ងៃក្រោយខ្ញុំនឹងមិនអាចងើបមុខរួចឡើយថ្ងៃបន្ទាប់មេឃមិនទាន់ភ្លឺស្រួលបួលផងចៅជីនហ្វូបានជួយលេងឆឹងហៃលេងឆឹងហៃចាប់បង្គាគិតច្បាស់ទៅហើយបានអ្នកណាហ៊ានឲ្យឡានក្រៅស្រុកចូលភូមិថ្ងៃក្រោយកុំសង្ឃឹមថានឹងអាចរកស៊ីរបស់វិរិយវកម្មនៅទីនេះបានគឺអ្នកដែលធ្លាប់សន្យាថានឹងមកជួយនាំគ្នាទៅមកយប់ប្រឡប់ថាជាប់រវល់ការងារផ្ទះមកមិនបានទេខ្ញុំមិនបន្ទោសពួកគេត្រឹមជាអ្នកភូមិធម្មតាត្រូវរកស៊ីចិញ្ចឹមក្រពះដែរពេលមេឃរៀងព្រៀងឡានទឹកកកស្លាកលេខបណ្ដោះអាសន្នបានបើកតាមផ្លូវចូលមកហើយឈប់នៅមុខផ្ទះរបស់ខ្ញុំអ្នកឈរមើលពីចម្ងាយនាំគ្នាស្ងាត់មាត់ឈឹងពួកគេនឹកស្មានមិនដល់ថាខ្ញុំហ៊ានឲ្យឡានក្រៅស្រុកមកមែនកម្មករទាំងប៉ុន្មានអ្នកក៏មកដល់ទាន់ពេលបង្គាត្រូវចាប់យកមកដាក់ត្រាំទឹកកកសម្រាប់ទឹកនិងបែងចែកទំហំគ្រប់ជំហានទាំងអស់សុទ្ធតែស្ថិតក្រោមការរបស់ចៅជីនហ្វូបាននាំមនុស្សប៉ុន្មានអ្នកមកឈរនៅមាត់ស្រះនិយាយបញ្ចិតបញ្ជាថាប៊ូលីនឆឹងហៃថ្ងៃនេះបើឯងហ៊ានដឹកបង្គាមួយឡាននេះចេញទៅថ្ងៃក្រោយកុំសង្ឃឹមថាអាចរកទិញកូនបង្គានៅក្នុងភូមិនេះបានសំបីមួយក្បាលក៏បង្គារបស់ខ្ញុំចង់លក់ឲ្យអ្នកណាជាសិទ្ធិរបស់ខ្ញុំគឺនៅទីផ្សារគ្រឿងសមុទ្រក្នុងក្រុងពូរបស់ខ្ញុំក៏មានខ្សែរយៈដែរអញគិតថាដឹកទៅដល់ទីនោះគេនឹងទទួលទិញនៅទីនេះខ្ញុំមានអត់វីដេអូមករារាំងការលើកអីវ៉ាន់របស់ខ្ញុំទទួលខុសត្រូវខ្លួនឯងទៅទឹកមុខគេប្រែប្រួលបន្តិចជាខ្ញុំ2-3ម៉ាត់ទីបំផុតក៏ដើរចេញទៅម៉ោង10ព្រឹកបង្គាពេញមួយឡានត្រូវបានរៀបចំរួចរាល់ពេលឡានឡើងដល់ផ្លូវលបឿនលឿនភ្លាមទូរស័ព្ទរបស់ចៅជីនហ្វូក៏ต็មកំដងច្រើនលើកដើម្បីយកក្នុងមួយចិនជាមុនឥឡូវអញបាត់ក្បាលឡានត្រឡប់មកវិញមកខ្ញុំនឹងទទួលទិញទាំងអស់ក្មេងប្រុសកុំដើរដល់ផ្លូវតខ្លួនឯងនៅថ្ងៃមុខត្រូវចិញ្ចឹមបង្គានៅទីនេះទៀតថៅកែចៅមិនមែនខ្ញុំជាអ្នកដើរដល់ផ្លូវតទេគឺលោកជាអ្នកទម្លាក់ថ្លៃសាហាវពេកលោកឯងកុំបានចិត្តពេកអ្នកគ្រប់គ្រងទីផ្សារគ្រឿងសមុទ្រប៉ុន្មានកន្លែងនៅទីក្រុងសុទ្ធតែស្គាល់ខ្ញុំថ្ងៃនេះបើឯងហ៊ានដឹកបង្គាទៅខ្ញុំធានាថាគ្មានអ្នកណាហ៊ានទទួលទិញទេចាំបង្គាស្អុយពេញឡានពេលនោះឯងនឹងដឹងខ្លួនហើយក៏ខ្ញុំក៏ទម្លាក់ទូរស័ព្ទតែកងឡានសម្លឹងមើលខ្ញុំតាមកញ្ចក់មើលក្រោយរួចសួរថាថៅកែលីនមិនខ្លាចទេអីបើខ្លាចមិនក៏នៅតែទៅទូខ្លាចក៏ត្រូវតែទៅដែរបង្គាល្អឬមិនល្អមិនអាចឲ្យចៅជីនហ្វូជាអ្នកកំណត់តាមមាត់របស់គេតែម្នាក់ឯងនោះទេដល់ម៉ោង1រសៀលឡានគ្រឿងសមុទ្របងចុះមកមើលអីវ៉ាន់បើគេចាប់បង្គាប៉ុន្មានក្បាលមកមើលហើយមើលរបាយការណ៍ត្រួតពិនិត្យអីវ៉ាន់ល្អតើល្អជាងអ្វីដែលខ្ញុំគិតទុកទៅទៀតក៏ខ្ញុំទើបតែបានទូទ្រូងបន្តិចស្រាប់តែប្រធានផ្នែកទីផ្សាររត់យ៉ាងប្រញាប់ទីបងវ៉ាងទៅម្ខាងពួកគេនិយាយគ្នាសម្លេងមិនសូវទេតែខ្ញុំមិនបាច់ស្ដាប់ក៏ដឹងថាចេញមកដែរមិនយូរប៉ុន្មានបងវ៉ាងក៏ដើរមកវិញទឹកមុខរៀងពិបាកបន្តិចបងប្អូនសុំទោសផងអំបញ្ញមិញមានគេរីកាមកថាបង្គារបស់ឯងមានប្រភពមិនច្បាស់លាស់យើងជាទីផ្សារស្របច្បាប់មិនអាចប្រថុយនឹងហានិភ័យនេះទេបើជាកសិករផ្សេងញើសម្ដែងក៏ជាភ័យស្លន់ស្លោមិនខានតែខ្ញុំទីដឹងមុនហើយថាចៅជីនហ្វូនឹងធ្វើបែបនេះខ្ញុំមិនបានអង្វរហើយក៏មិនបានជ្រុលដែរគ្រាន់តែសួរមួយម៉ាត់ថានៅទីផ្សារនេះមានកន្លែងត្រួតពិនិត្យបងវ៉ាងស្ងាត់បន្តិចរួចចង្អុលទៅច្រកទ្វារនៅច្រកចូលនោះមានបញ្ចូលត្រួតពិនិត្យរហ័សអញ្ចឹងពួកយើងយកសំណាក់ទៅពិនិត្យផ្ទាល់នៅទីនោះតែម្ដងទៅមានឬគ្មានបញ្ហាទុកឲ្យទិន្នន័យជាអ្នកបញ្ជាក់បើពិនិត្យទៅមិនមានបញ្ហាយើងស្ងោររស័ព្ទប៉ុន្មានក្បាលទៅភ្លុកមើលរសជាតិទៅដឹងហើយគុណភាពល្អឬមិនល្អមាត់អ្នកភ្លុកមិនអាចកុហកបានទេបងវ៉ាងសម្លឹងមើលខ្ញុំពីបាយយកត្រង់អូខេលំបៃនាទីនោះខ្ញុំឈរនៅក្បែរកន្លែងត្រួតពិនិត្យបែកញើសបាច់ដៃខ្ញុំមិនមែនខ្លាចលទ្ធផលពិនិត្យទេខ្ញុំខ្លាចត្រង់ថាទូលទ្ធផលចេញមកគ្មានបញ្ហាក៏ពួកគេនៅតែមិនហ៊ានទទួលទិញលទ្ធផលចេញមកគឺស្តង់ដារទាំងអស់បងវ៉ាងមើលហើយក៏ធូរទ្រូងយ៉ាងច្បាស់ត្រឡប់មកផ្នែកទិញវិញគាត់ឲ្យគេស្ងោរបង្គាប៉ុន្មានក្បាលនៅទីនោះផ្ទាល់ពេលស្រង់ចេញពីឆ្នាំងភ្លាមក្លិនឈ្ងុយសាយភីមកតែបងវ៉ាងបកសម្បកបង្គាមួយសាច់វាហាប់ណែនល្អមានរសជាតិផ្អែមស្រស់គ្មានធំក្លិនដេកពុះបន្តិចសោះប្រធានផ្នែកទិញដែលពីដំបូងជួនចិញ្ចៅពីភ្លុកហើយទឹកមុខក៏ប្រែប្រួលភ្លាមក៏បង្គារបស់ឯងនេះពិតជាមិនអន់មែនក៏ខ្ញុំក៏យករបាយការណ៍ត្រួតពិនិត្យច្បាប់ទី2និងសៀវភៅកត់ត្រាការចិញ្ចឹម3ខែនេះចេញមកខ្ញុំមិនមែនជាអ្នកដែលដើរប្រម៉ូទិញបង្គាមកលក់បន្តទេបង្គាគ្រប់វគ្គរបស់ខ្ញុំសុទ្ធតែមានរបាយការណ៍ត្រួតពិនិត្យមកជាមួយការថែទាំរាល់ថ្ងៃសុទ្ធតែអាចតាមដានបានបើវគ្គណាគុណភាពមិនស្តង់ដាបងឯងអាចបដិសេធមិនយកបានការខាត់បងខ្ញុំអ្នកទទួលខុសត្រូវគឺបង្គាដែលចៅជីនហ្វូគត់គង់ការពីខែមុនបញ្ហាគុណភាពម្ដងអីវ៉ាន់មួយវគ្គនេះយើងទទួលទិញតម្លៃទិញចូលគឺ26យន់គឺនេះគឺខ្ពស់ជាងតម្លៃដែលចៅជីនហ្វូខ្ញុំបានសម្លឹងមើលទូរស័ព្ទមួយសន្សាលចូលមិនមែនដោយសារតែលុយច្រើនទេតែដោយសារខ្ញុំដឹងថាចាប់ពីពេលនេះទៅខ្សែចំណងដែលចៅជីនហ្វូចង់កកសិករចិញ្ចឹមបង្គានៅក្នុងភូមិត្រូវបាន